ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសហគមន៍បឹងត្របែកក្នុងរាជធានីភ្នំពេញបានអះអាងថាពួកគាត់បារម្ភពីការបណ្តេញចេញដោយបង្ខំនិងមានសំណងតិចតួចដែលមិនអាចទទួលយកបានការអះអាងដូចនេះក្រោយរដ្ឋបាលខណ្ឌចំការមនបានចេញលិខិតបញ្ជាឲ្យពលរដ្ឋមួយចំនួនក្នុងសហគមន៍នោះទទួលយកសំណងផលប៉ះពាល់និងរុះរើផ្ទះចេញពីតាមខ្នងប្រឡាយបឹងត្របែកឲ្យបានមុនថ្ងៃទី30ខែមីនាសូមសម្ដេចជួយដល់នាងខ្ញុំផងហើយកុំឲ្យខ្ញុំទៅនៅណាឈុកវ៉ាឈុកអីងាប់ហើយខ្ញុំរស់ទេនឹងរកស៊ីអីខ្ញុំមីម៉ាយនេះខ្ញុំរកស៊ីអីហើយផ្ទះ4ម៉ែត្រទៅទាំង5ម៉ែត្រអីហើយចៅផងកូនផង10នាក់ហើយឲ្យសំណងផ្ទះខ្ញុំ2-3ពាន់ខ្ញុំទៅទិញអីផ្ទះបានអីនៅហើយទៅឲ្យទៅនៅឈុកវ៉ាឲ្យដឹងដល់ថាពាក្យសម្ដីនេះប្រជាពលរដ្ឋមានទុកលំបាកយ៉ាងម៉េចសូមឲ្យសម្ដេចពុកហ្នឹងគាត់ឲ្យចាត់ឲ្យដែលថ្នាក់ក្រោមជាតិហ្នឹងដែលអ្នកជួយប្រជាពលរដ្ឋដោយទឹកចិត្តរបស់គាត់ស្មោះសរហ្នឹងឲ្យគាត់ចុះមកមើលឲ្យផ្ទាល់ឲ្យចុះមកមើលផ្ទាល់ថាប្រជាពលរដ្ឋរស់នៅទីកន្លែងហ្នឹងតើមានអ្វីខ្លះតាំងពីដើមមកមានឯកសារស្នាក់នៅយ៉ាងម៉េចមានអាជ្ញាធរទទួលស្គាល់យ៉ាងម៉េចឲ្យគាត់មកចុះស៊ើបសិនចាហើយបើថាលើកគម្រោងអីមួយសូមឲ្យលើកជាបណ្ណោអភិវឌ្ឍអ្វីមួយកុំឲ្យប្រជាពលរដ្ឋភ្នែកស្ដារបន្លាយប្រមាណម៉ែត្រផ្លូវប្រមាណម៉ែត្រសូមឲ្យលើកគម្រោងឲ្យច្បាស់ហើយកុំនិយាយតែមាត់ណាកុំនិយាយតែមាត់ហើយនឹងគម្រាមអត់ទេកុំសម័យនេះហើយកុំធ្វើចឹងអីសូមឲ្យថ្នាក់ដឹកនាំក្រោមជាតិនឹងគាត់កុំធ្វើចឹងអីការទទូចដូចនេះក្រោយរដ្ឋបាលខណ្ឌចំការមនតាមរយៈលិខិតផ្សេងគ្នាដែលចុះថ្ងៃទី17ខែមីនាបានប្រាប់ឲ្យពលរដ្ឋពីគ្រួសារក្នុងសង្កាត់ផ្សារដើមថ្កូវទទួលយកសំណងពីអន្តរក្រសួងហើយរុះរើផ្ទះនិងប្រមូលសម្ភារៈចេញឲ្យអស់ត្រឹមថ្ងៃទី19ខែមីនាលិខិតមួយផ្សេងទៀតក៏បានប្រាប់ឲ្យពលរដ្ឋរស់នៅក្នុងភូមិ4ក្នុងសង្កាត់ផ្សារដើមថ្កូវទទួលយកសំណងហើយរុះរើផ្ទះនិងប្រមូលសម្ភារៈឲ្យអស់ត្រឹមថ្ងៃទី30ខែមីនាការបញ្ជាក់នេះដោយរដ្ឋបាលខណ្ឌអះអាងថាផ្ទះរបស់ប្រជាពលរដ្ឋរាំងស្ទះដល់ដំណើរការស្ដារប្រឡាយបឹងត្របែករដ្ឋបាលខណ្ឌក៏បានប្រមានប្រើវិធានការរដ្ឋបាលប្រសិនបើប្រជាពលរដ្ឋមិនព្រមរុះរើតាមអសន្នវត្តនេះពេលដែលវាតម្លៃផ្ទះខ្ញុំឲ្យផ្ទះខ្ញុំហ្នឹង4000ទៅ5000អញ្ចឹងឲ្យខ្ញុំទទួលយកមកផ្ទះខ្ញុំធ្វើអស់10000ជាងតាំងពីចំនួនកៅជាងមកហើយតែពេលឲ្យខ្ញុំប៉ុណ្ណឹងខ្ញុំយកធ្វើអីណាខ្ញុំអត់ព្រមទេទោះយ៉ាងណាខ្ញុំនឹងប្រឈរនឹងជាមួយលោកអភិបាលហើយនឹងអន្តរក្រសួងព្រោះផ្ទះខ្ញុំធ្វើប៉ុណ្ណឹងខ្ញុំទៅនៅណាហើយទៅនៅនោះក៏នៅអត់កើតដែរព្រោះទី1វាហានិភ័យទឹកលិចទី2ហានិភ័យយ៉ាងហានិភ័យភ័យហើយឆ្ងាយពីសាលាកូនឆ្ងាយពីកន្លែងរកស៊ីទៀតអញ្ចឹងខ្ញុំមិនអាចដោះដូរទៅនឹងបានទេខ្ញុំទិញវាឡើងចូល2007ឆ្នាំ2007ហើយទិញជំនាន់នោះបងក៏ដឹងហើយចាប់5 6 70000ដែរហើយមិនមែនទីណាហើយមកឲ្យសំណងខ្ញុំតែ5000បើគិតពីដល់ឥឡូវគិតទៅហាងឆេងខ្ញុំមិនទៀមទាអីទេតែសុំឲ្យខ្ញុំសំរុំហើយឲ្យដេញយើងទៅនៅម្ដុំជុំខ្វាពីទៀតវាអត់មានប្លង់កម្មសិទ្ធិទៀតឲ្យមានក្រដាសធម្មចក្រសង្កាត់ហ្នឹងអញ្ចឹងពេលកូនចៅទៅរស់នៅមានទៅពឹងអីពេលគេត្រូវការរុះរើដែលយើងទៀតយើងលើកដើរតាណាទៀតប្រជាជនប៉ះពាល់ជីវភាពខ្លាំងព្រោះគាត់នៅនេះភ្ញាក់ឡើងគឺមានមុខបស្រាក់ហើយបើគាត់ទៅនោះគឺដោយរកស៊ីសាថ្មីចឹងហើយបើសម្រាប់អ្នកគ្រួសារច្រើនរស់នៅអត់បានទេតែ4និង5អញ្ចឹងគាត់មានដល់9នាក់ខ្លះមាន10នាក់ទោះបីធ្វើ2ជាន់ក៏នៅអត់គ្រាន់ដែរហើយសំបីតែខាងក្រោមតែជូននៃវ៉ាន់ដាក់ហ្នឹងក៏ដាក់មិនអស់ដែរគោលបំណងខ្ញុំសូមអភិវឌ្ឍនឹងកន្លែងចាអភិបាលខណ្ឌចំការមនលោកគៀងលាក់បានបញ្ជាក់ថាការស្នើឲ្យរុះរើនេះជាវិធានការបន្ទាន់ដើម្បីពន្លឿនការស្ដារប្រឡាយនិងពង្រីកផ្លូវឲ្យបានមុនរដូវភ្លៀងមកដល់ដើម្បីផលប្រយោជន៍រួមនិយាយរួមគឺយើងមានគោលនយោបាយលំនៅឋានសមរម្យជូនគាត់រួចរាល់ហើយគាត់ដឹងហើយពួកគាត់ដឹងអស់ហើយនៅតែការអនុវត្តទេពួកគាត់ត្រៀមរួចរាល់អស់ហើយបាទចុះសំណងជាលុយវិញយើងផ្ដល់ជូនមិនដែរចំនួនប្រហែលដែរទៅតាមនេះទៅតាមក្រេបផ្ទះរបស់គាត់តែផលប៉ះពាល់របស់គាត់នៅនឹងកន្លែងហ្នឹងឯងត្រូវតែទុករយៈពេលសមស្របមួយមន្ត្រីគម្រោងសិទ្ធិដីធ្លីនិងលំនៅឋាននៃអង្គការសមាគមធៀងថ្នោតលោកសឿនលឹមហេងយល់ថាការជូនដំណឹងឲ្យពលរដ្ឋរុះរើផ្ទះនេះមានលក្ខណៈបន្ទាន់ពេកដែលធ្វើឲ្យពលរដ្ឋមិនអាចត្រៀមខ្លួនទាន់ហើយក៏ផ្ទុយពីគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិដែលបានបញ្ជាក់ថារដ្ឋត្រូវទុកពេលវេលាសមរម្យមុននឹងបណ្តេញពលរដ្ឋចេញប៉ះសិនបើការផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីហ្នឹងវាអាចទៅជាបន្ទុកសម្រាប់ប្រជាពលរដ្ឋនៅថ្ងៃខាងមុខហើយការរស់នៅក្នុងទីតាំងចាស់អភិវឌ្ឍនៅកន្លែងទីតាំងចាស់នេះអាចធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរឬមួយក៏ទទួលបានប្លង់កម្មសិទ្ធិនោះ
បើសិនជាវាជាជំរឿនល្អជាងដែលឲ្យគាត់ទៅនៅទីតាំងថ្មីជាងរដ្ឋគួរតែធ្វើការអភិវឌ្ឍប្រជាពលរដ្ឋនៅនឹងកន្លែងនៅនឹងទីតាំងបច្ចុប្បន្នហ្នឹងបាទជាជាងឲ្យគាត់ទៅនៅទីតាំងថ្មីដែលពេលខ្លះពួកគាត់មួយចំនួនគឺពេលខ្លះគាត់ថាគាត់អត់ចង់ទៅនៅដោយសារផ្ទះតូចផ្ទះមានទំហំតូចការស្រ័យផលចិញ្ចឹមជីវិតរបស់គាត់នឹងមានការលំបាកជាងមុនច្រើនតែធ្វើឲ្យគាត់នឹងជួបប្រទះនៅបញ្ហាជីវភាពរបស់គាត់បញ្ហាសេដ្ឋកិច្ចរបស់គាត់នៅថ្ងៃក្រោយបាទ